មកកម្មប្រធានបទបាទកីឡាយើងវិញព្រោះបើមករយៈក្រោយបងប្អូនប្រហែលជាលឺដំណឹងហើយតាក់ទងជាមួយនឹងកីឡាករ Enzo Fernandez ដែលគាត់មានបំណងចង់ចាក់ចេញពី Chelsea បាទហើយក៏ត្រូវបាន Chelsea បណៃអត់ឲ្យចូលលេងពីប្រកួតទេបាទដោយសារតែរឿងតាក់ទងទៅនឹង Enzo គាត់និយាយអំពីអនាគតរបស់គាត់ថាចង់ចាក់ចេញបាទចង់ចាក់ចេញពី Chelsea តាំងតែពី Chelsea ធ្លាក់ចេញពី Champions League ក្រោយធ្វើជាង PSG បាទកាលនោះគឺ Enzo គាត់តែចាប់ការប្រកួតភ្លាមគាត់និយាយមកគាត់ថាអនាគតគាត់អត់ដឹងថាយ៉ាងម៉េចទេបន្តជាមួយ Chelsea អាចនឹងចាក់ចេញឬក៏យ៉ាងម៉េចគាត់និយាយប៉ុណ្ណឹងតែគាត់សង្កត់ពាក្យមួយធ្ងន់ថាគាត់ចង់ទៅរស់នៅទឹកដីអេស្ប៉ាញវិញអញ្ចឹងគាត់និយាយបែបហ្នឹងគាត់ស្មើនឹងគាត់ចង់ចេញពី Chelsea បាត់ហើយព្រោះក្លឹបកំពុងតែចង់បានរបស់គាត់មាន Real Madrid បាទ Real អាចនឹងតាក់ទងចង់បាន Enzo តែព័ត៌មានមកចុងក្រោយឥឡូវនេះគឺបន្ទាប់ពី Chelsea ដាក់ពិន័យគាត់ពីប្រកួតមក Enzo គាត់អាចនិយាយថាគាត់បន្ទន់អេយ៉ាបតគាត់ហើយបាទគាត់ចេញមុខសុំទោសហ្មងបាទគាត់ថាគាត់មិនតែគាត់ទេសូម្បីតែជំនួយការបោះគាត់ហ្នឹងក៏ចេញមុខសុំទោសទាំងពីរអ្នកដែរតាក់ទងទៅនឹងការនិយាយចង់ចាក់ចេញពី Chelsea តែបើយើងបកមកវិញសួរថារឿងហ្នឹងវាធ្ងន់ធ្ងរដល់ថ្នាក់ដែល Chelsea ត្រូវទៅពិន័យកីឡាករខ្លួនឯងអត់ខ្ញុំគាត់ថាការពិន័យរបស់គាត់របស់ Chelsea ដូចជារឿងមួយដែលមើលទៅវាថាមិនត្រូវបាទបើជំនួសថាកីឡាករគាត់អាចមានសិទ្ធិនិយាយតាក់ទងជាមួយអនាគតរបស់គាត់តាក់ទងគាត់កន្លែងណាគាត់មិនសប្បាយចិត្តជាមួយក្លឹបគាត់អាចនិយាយបានហើយរឿងរបស់ Enzo Fernandez មិនមែនជារឿងទី1ទេវាជារឿងធម្មតាសម្រាប់កីឡាករតែនិយាយថាគាត់ចង់ចាក់ចេញគាត់អត់សប្បាយចិត្តជាមួយក្លឹបនេះជាមួយក្លឹបនោះអាហ្នឹងជារឿងធម្មតាសូម្បីតែកីឡាករ Man U មានច្រើនតែគាត់និយាយសូម្បីតែបើនិយាយពី Rashford គាត់និយាយដាក់ Man U មិននិយាយប៉ុណ្ណឹងទេគាត់និយាយថាដល់ថ្នាក់ថាគាត់ទៅលេងណាក៏បានដែរលើកលេងតែ Man U គាត់ដល់ថ្នាក់និយាយប៉ុណ្ណឹងបាទហើយតម្រាំតែ Enzo គាត់និយាយថាគាត់អាចនឹងចង់ចាក់ចេញពី Chelsea គាត់និយាយតែប៉ុណ្ណឹងនេះគឺជាពាក្យហៅថាសម្ដៅទៅអនាគតបាទអញ្ចឹងមិនមែនបច្ចុប្បន្នទេបាទអនាគតមានន័យថាគាត់អាចនឹងចាក់ចេញហើយទោះបីមិនគាត់និយាយក៏គាត់នឹងចាក់ចេញដែរបាទមិនចឹងបើគាត់មិននិយាយគាត់ដេកនៅមួយជីវិតហ្នឹងណាបាទសូម្បីMessi មិនថានៅជាមួយបាសេមួយជីវិតអត់ចេញទៅណាចង់បញ្ចប់នៅតែមានរឿងរ៉ាវទៅកម្មកោឲ្យចេញតទៅបានបាទពេលខ្លះឥឡូវយើងមើលមិនឃើញឧទាហរណ៍ថ្ងៃក្រោយគាត់ចង់នៅ Chelsea លក់គាត់ចេញក៏មិនដឹងថាម៉េចហ្នឹងហើយវាសិទ្ធក្លឹបគឺមានសិទ្ធទិញឲ្យលក់បាទអត់បាច់តវ៉ាកើតទេលក់ចេញទិញចូលជារឿងធម្មតាជារឿងធម្មតាសេដ្ឋកិច្ចឧស្សាហកម្មបាល់ទាត់គឺត្រូវតែអញ្ចឹងប៉ុន្តែគ្រាន់ថាអាចថាអ្នកគ្រប់គ្រង Chelsea ហ្នឹងគាត់ចេះ action ហ្នឹងណាដូចជាថាមិនចង់លក់អូលីសេហ្នឹងថាមិនមែនទុកលក់ទេតែចង់ឲ្យត្រូវថ្លៃលក់អញ្ចឹងហ្នឹងគឺជាហៅថាយុទ្ធសាស្ត្រក្នុងការបង្កើតឱកាសឲ្យគេចាប់អារម្មណ៍ឬក៏យ៉ាងម៉េចព្រោះថាមនុស្សឥឡូវនេះតាំងតែយើងសង្កេតឃើញតាំងពីសម័យ AI ចូលមកនេះគឺមនុស្សចាប់ផ្ដើមប្រើ content ដែលមិនគូគិតមិនដល់យើងគិតមិនដល់ដូចជាធ្វើរឿងអាក្រក់ធ្វើរឿងដែលគិតថាស្គមឆ្កងឲ្យគេជេរឲ្យគេស្អីទៅអាងយកមកសុំទោសក្រោយទៅតែបើយើងនិយាយទៅថាជាយុទ្ធសាស្ត្ររបស់ Chelsea ក៏វាមិនត្រូវបើមិនជាយុទ្ធសាស្ត្រមិនគួរណាក៏ដល់ដាក់ថ្នាក់ដាក់ពិន័យ Enzo អត់ឲ្យចូលលេងបើកីឡាករអារម្មណ៍របស់កីឡាករគាត់សុខចិត្តឲ្យពិន័យជាលុយជាងការពិន័យដែលដាក់គាត់មិនឲ្យចូលលេងមានថាបើសិនជាការពិន័យគ្រាន់តែជាពិន័យពីទឹកប្រាក់ឧទាហរណ៍ថាប្រហែល10,000 pound អញ្ចឹងសម្រាប់គាត់គឺធម្មតាដែរព្រោះគាត់មានលុយតែកីឡាករគឺបើសិនជាការដាក់ពិន័យអត់ឲ្យគាត់ចូលលេងគឺជារឿងមួយធំណាព្រោះធ្វើឲ្យប៉ះពាល់អារម្មណ៍គាត់បាទអញ្ចឹងបកមកវិញឥឡូវ Enzo គាត់បន្ទន់អេយ៉ាបតរបស់គាត់ហើយគាត់សម្រេចចេញមកសុំទោស Chelsea មកបាទអញ្ចឹងមានតែចាំមើលបន្តទៀតទេថាតើការសុំទោសរបស់គាត់ហ្នឹងមានថាគាត់គ្រាន់តែសុំទោសដើម្បីបញ្ចប់រឿងសិនហើយការចាក់ចេញរបស់គាត់នៅតែចាក់ចេញបាទអាហ្នឹងយើងអត់ដឹងដែរហើយសួរថាគាត់ចាក់ចេញពិតមែនសួរថាបន្ទោសគាត់អត់មានអីទៅបន្ទោសគាត់ទេបាទព្រោះកីឡាករគាត់អាចនឹងមានក្លឹបនៅក្នុងក្តីសម័យរបស់គាត់បាទមានគោលដៅរបស់គាត់តែគាត់ក្នុងប្រឡូកជាអាជីពជាកីឡាករបាល់ទាត់របស់គាត់នេះគាត់ត្រូវការឈ្នះពានអីហើយទៅក្លឹបណាដែលគាត់មានឱកាសឈ្នះពានរង្វាន់ហ្នឹងបាទវិស័យបាល់ទាត់ហ្នឹងគាត់ចង់ដើរដល់ណាហ្នឹងហើយបាទចង់ទៅលេងក្លឹបណាដែលជាក្លឹបចុងក្រោយរបស់គាត់ដែលគាត់អាចនឹងបន្តអាជីពផ្សេងឬក៏គាត់អាចធ្វើជាគ្រូបង្វឹកបន្តឬក៏យ៉ាងម៉េចគេមានផែនការរបស់គេបាទព្រោះត្រូវឲ្យយើងនិយាយកីឡាករក៏មានឆន្ទៈរបស់គាត់កីឡាករខ្លះឆន្ទៈរបស់គាត់គឺរលុយឲ្យបានច្រើនមិនខុសពីកីឡាករដែលនៅប្រេស៊ីលមួយចំនួនណាកាលពីជំនាន់មុនដែលក្លឹបនៅចិនចាយលុយច្រើនណាកីឡាករដែលមានសមត្ថភាពបោះប្រេស៊ីលមួយចំនួនគឺគាត់សម្រុកទៅលេងនៅចិនហ្មងហើយដល់ថ្នាក់សារព័ត៌មានវាយបហារីគុណគាត់ថាអ្នកឯងមានសមត្ថភាពចេះមួយចេះពីរហេតុអីបាត់ទៅលេងនៅលីកនៅចិនដែលអត់មានអ្នកស្គាល់សោះតែកីឡាករគាត់បកមកវិញអ្នកឯងមិនមែនជាខ្ញុំអ្នកឯងអត់យល់ទេគាត់និយាយថាគាត់ត្រូវការលុយគឺដើម្បីផ្គត់ផ្គង់បន្ទុកគ្រួសារបងប្អូនគាត់គឺច្រើនមែនទែនហើយកីឡាករខ្លះគាត់ដល់ថ្នាក់ជួយដល់សហគមន៍ដែលគាត់រស់នៅទៀតអញ្ចឹងគាត់ថាលុយគឺជារឿងដ៏សំខាន់របស់គាត់អ្នកឯងអត់យល់ទេអ្នកឯងអត់បានត្រឹមតែមកវាយបហាខ្ញុំថាខ្ញុំលក់ក្បាលដើម្បីលុយចេះមួយចេះពីរតែឆន្ទៈមនុស្សវាខុសគ្នាពេលខ្លះវាអញ្ចឹងដែរសូម្បីក្នុងវិស័យបណ្ដាលយើងហ្នឹងក៏រៀងហ្នឹងស្ដាងស្តៀងតែគ្នាហ្នឹង
nè cái là có hạt phò bọc cái cứ trong bàn lùi បាទ ai nè còn trước trong bàn phim khá là សមត្ថភាពកីឡា mà ករ phim cái là có phim ở cha cái là có mưa nó bị xanh thế này mưa nó bị miền một tận nạp phim bài cái là có đào tha mà chấm luôn thống có đây đôi là một xăm cái tam ca chạp cú rồi tam ca đo tầm lay ở nhà ông bật thom chẳng tới បាទកីឡាករខ្លះគាត់ក៏ប្រឹងព្យាយាម mà cái là ប្រឹងប៉ុណ្ណឹងក៏ប្រឹងឲ្យផុតពីកន្លែងហ្នឹងទៀត ពីសម្ដីហ្នឹងទៅគាត់ដុសខាត់ខ្លួនឯងអាហ្នឹងវាជាជំរឿនរបស់កីឡាកររបស់បុគ្គលរៀងខ្លួនណា បាទ បាទដូចឥឡូវយើងមើលការបង្កើតឱកាសនៅក្នុងប្រទេសចិនហ្នឹងគឺជាចំណែកមួយនៅក្នុងការគិតពីវិធីសាស្ត្រទីផ្សាររបស់ប្រទេសចិន បាទ អញ្ចឹងគេបង្កើតឱកាសទិញកីឡាករថ្លៃៗដើម្បីឲ្យមនុស្សទៅមើលងាកទៅមើលកីឡាករស្រុកគេហើយគេបានប្រយោជន៍មកវិញឥឡូវចុងក្រោយយើងមើលខាងអារ៉ាប់ដូចទិញកីឡាករពីនេះទៅដូចក្លឹបរ៉ូណាល់ដូគាត់នៅអញ្ចឹងឃើញទេអាណាហ្សឺអញ្ចឹងគឺជាឱកាសបង្កើតទីផ្សារងាកឲ្យគេចាប់អារម្មណ៍មកគ្រារបស់គេហ្នឹងគេចំណាយលុយរាប់រយលានហ្នឹងទៅគេបានចំណេញមកវិញ បាទ មកគេចំណេញមកវិញគេ ឥឡូវសួរថាអ្នកដែលស្រឡាញ់បាល់ទាត់អ្នកណាដែលមិនស្គាល់លីកអារ៉ាប៊ីសាឌី ហ្នឹងស្គាល់ហើយមករ៉ូណាល់ដូទៅកន្លងតែ2ឆ្នាំ បាទសួរថាពីមុនណាសូម្បីតែលីកអារ៉ាប៊ីសាឌីអត់ស្គាល់ទេសូម្បីតែមួយក្លឹបហ្នឹងក៏គ្មានអ្នកស្គាល់ទេ យើងទៅចាប់អារម្មណ៍ World Cup នេះ បាទ កាតានេះចាប់ដើមតិចតិច ទៅហ្នឹងបានស្គាល់ឡើយមានអាល់ហ៊ីឡាល់អាណាសឺអាឡាលីអញ្ចឹងទៅពីមុនសូម្បីតែមួយក្លឹបមិនស្គាល់ផង បាទ ពេលខ្លះការវិនិយោគរបស់គេ វា មិនតែចាយលុយមែនតែគេទទួលបានមកវិញនៅគេថាសមិទ្ធផលមួយដែលគេចង់បាននេះគ្នាដែរបាទ គេឈ្មោះ បាទគេ ការផ្សព្វផ្សាយទីផ្សារការបង្រីកទីផ្សារនៅក្នុងវិស័យបាល់ទាត់ឧស្សាហកម្មបាល់ទាត់អញ្ចឹងកាលណាមានអ្នកល្បីចូលមកគេចាប់អារម្មណ៍គេស្គាល់តាមនឹងច្រើនអាហ្នឹងគឺជាភាពជោគជ័យរបស់គេហើយ បាទអរគុណបាទអរគុណបងប្អូនបាទអញ្ចឹងវគ្គនេះយើងជជែកតែប៉ុណ្្នឹងទេហើយវគ្គក្រោយខ្ញុំនឹងលើកប្រធានបទតាក់ទងទៅនឹងហេតុអីបានជា Man U បច្ចុប្បន្នចាប់អារម្មណ៍នាំយកកីឡាករទៅនៅក្នុងលីកអង់គ្លេសបាទបាទឥឡូវយើងបន្តមកកម្មវិធីបទយើងទៀតបាទតាក់ទងជាមួយបិសាចក្រហមវិញនេះយើង បិសាចដូចគ្នា បាទពួកបិសាច បាទឥឡូវមានប្រធានបទគេសួរថាហេតុអីមករយៈក្រោយនេះបានជាបិសាចក្រហមចូលចិត្តបដោតទិញតែកីឡាករលេងនៅលីកអង់គ្លេសស្រាប់ជាងការបដោតទិញកីឡាករមកពីលីកផ្សេងអាកន្លែងហ្នឹងបងយល់មិនដែរបង ខ្ញុំយល់ថាបច្ចុប្បន្នហ្នឹងបិសាចគាត់ឈរជើងតែមួយកន្លែងគាត់គឺ Premier League បាទ អញ្ចឹងអ្វីដែលផ្សេងគាត់អត់ focus ទេគាត់ focus នៅ Premier League ហ្នឹងឲ្យជាប់សិនដើម្បីយកឱកាសទៅលេងនៅកម្មវិធីផ្សេងៗ បាទ ហើយទី2ទៀតស្ថានភាពបែបនេះលុយក៏មិនត្រូវចាយច្រើន បាទហើយឥឡូវថានៅក្នុងគណៈមួយទប់ខ្លួនឲ្យតំណឹងបានប៉ុណ្ណឹងគ្រាន់បើហើយនេះ គ្រាន់ហើយគាត់ខ្លាំងហើយបាទគាត់ខ្លាំង បើតលេខមើលកាលពី 3-4 ខែមុនណា បាទនៅ អារម្មណ៍អ្នកមើលក៏ធ្លាក់ដល់ចំណុច0អារម្មណ៍មើលលេខចង់មើលហើយឥឡូវបានប្រហែលប្រកួតនេះគឺថាគេថាដាស់បិសាចឲ្យក្រាបឡើងវិញបានប៉ុណ្ណឹងខ្ញុំគឺខ្ញុំសើខ្ញុំមក correct ហើយមានន័យថាបច្ចុប្បន្ននេះចំហរបស់បិសាចនៅតែដើរទៅមុខហើយការគ្រប់គ្រងស្ថានភាពយើងមើលសេដ្ឋកិច្ចពិភពលោកក៏មិនសូវល្អដែរការចាយវាយកីឡាករក៏នៅមានកម្រិតនៅឡើយអត់ទាន់ហ៊ានប្រេះផ្ដាស់ទេហើយខ្ញុំគិតថាអាចនឹងដល់ការក្រោយបិសាចនឹងអាចមានកម្រិតលឹះហ្នឹងព្រោះថាឥឡូវឈរជើងត្រៀមខ្លួនលក្ខណៈឡើងវិញនេះបានប៉ុណ្ណឹងទាំងដែលដូច Spurs អីឃើញអូมันគួរឲ្យជឿបាទធ្លាប់តែខ្លាំង បើនិយាយទៅតាក់ទងទៅនឹងការទិញកីឡាករនៅក្នុងលីកវាមួយយ៉ាងហេតុអីបិសាចបានចូលចិត្តទៅទិញនៅក្នុងលីកឥឡូវនេះផ្ដោតទៅលើកីឡាករក្នុងលីកអង់គ្លេសស្រាប់ព្រោះហ្នឹងហើយទី1គឺមានថាកីឡាករដែលយកមកហ្នឹងគឺកាត់លេងនៅលីកអង់គ្លេសស្រាប់អញ្ចឹងគាត់យល់ច្បាស់ហើយពីលេងក្នុងលីកទី2ព្រោះថា Man U គាត់មានបទពិសោធន៍តាក់ទងទៅនឹងការទិញកីឡាករមកពីលីកក្រៅច្រើនណាកាលពីចំណោះ rating ហាក់មើលគាត់ទិញមកពីហូឡង់ទិញមកពីអាល្លឺម៉ង់ទិញមកពីនេះមកពីនោះយកមកបាយជាលេងអត់ត្រូវមានថាកីឡាករហ្នឹងគាត់លេងនៅលីកផ្សេងប្រទេសផ្សេងគាត់លេងល្អហើយតែមកចូលដល់លីកអង់គ្លេសបាយវាអត់ដូចអីដែលគាត់លេងនៅលីកផ្សេងអញ្ចឹងកន្លែងហ្នឹងមួយធ្វើឲ្យ Man U រៀងញាក់ដែរតែនេះដើមរដូវកាលនេះដែល Man U គាត់បដោតទិញកីឡាករនៅលីកអង់គ្លេសមកស្រាប់ប្រហែលអ្នកដែលគាត់យកមកដូចជា Brian Mbeumo មកធ្វើគូញ៉ាគ្រាន់តែ2អ្នកហ្នឹងយកមកមានថា2អ្នកហ្នឹងគាត់លេងនៅលីកអង់គ្លេសស្រាប់យកមកគឺអត់បាច់បរៀនគាត់អីច្រើនទេគាត់មានថាគាត់យល់ពីលីកអង់គ្លេសនេះគេលេងបាល់របៀបម៉េចអញ្ចឹងគាត់ដឹងហ្មងគាត់យកមកគាត់លេងត្រូវឥឡូវពលមានចុងក្រោយ Man U ចង់បានកីឡាកររបស់ Aston Villa ម្នាក់ទៀតហើយគឺ Morgan Rogers បាទកីឡាករដែលកំពុងឡើងជើងរបស់ Aston Villa ដែរបាទអញ្ចឹង Man U ក៏អាចថានឹងសម្លឹងហើយទី3នៅពេលដែលយើងទិញកីឡាករនៅលីកអង់គ្លេសដូចគ្នាមានថាយើងបានបំបាក់ក្រុមគេមួយហើយមានថាបើសិនជាយើងលេងអត់ឈ្នះក្រុមហ្នឹងយើងទៅទិញកីឡាករពីក្រុមហ្នឹងមកមានថាឧទាហរណ៍Man U ប៉ា Aston Villa កីឡាករ Morgan Rogers ហ្នឹងគាត់បកកែក្លុកអញ្ចឹងបាទហើយនៅពេលដែល Man U ទិញគាត់មកបានទី1គាត់ល្អទី2មានថាដូចដកឆ្អឹងគេចេញមួយអញ្ចឹងមានថាឥឡូវដល់តែកាល Man U ប៉ះជាមួយនឹង Wolves មកធ្វើគូញ៉ាអ្នកបកកែក្លុកប៉ះជាមួយនឹង Brighton នៅ Bournemouth ហ្នឹងអ្នកដែលបកកែក្លុកឥឡូវដល់ Man U យកពីនៅមកបាត់នៅពេលដែល Man U ប៉ះជាមួយ Brighton នៅពេលដែល Man U ប៉ះជាមួយ Brentford នៅពេលដែល Man U ប៉ះជាមួយនឹង Wolves ពីហ្នឹងគឺអត់មានឱកាសក្លុកទេដោយសារតែ Man U បានទិញមកបាត់ហើយ
ចឹងមានទស្សន័យលោកប៉ែបហ្គាឌីឡាមួយគាត់ធ្លាប់និយាយនៅពេលដែលកាលហ្នឹងគាត់លេងប៉ះជាមួយនឹងម៉ូណាកូគាត់លេងប៉ះជាមួយម៉ូណាកូហើយជួបកីឡាករម៉ូណាកូប្រហែលអ្នកដែលល្អហើយកាលហ្នឹងមែនសិទ្ធិគាត់ធ្លាក់ក្រោមដៃម៉ូណាកូនៅពេលរង្វាន់ Champions League ហើយលោកប៉ែបហ្គាឌីឡាគាត់និយាយថាគាត់និយាយថាបើសិនជាយើងលេងអត់ឈ្នះគេយើងទៅទិញកីឡាករល្អពីក្រុមគេនឹងមកទី1គឺមានថាយកមកជួយពង្រឹងក្រុមទី2មានថាដកអាចចំណុចខ្លាំងរបស់ក្រុមគេនឹងចោលមកបាត់ហើយហ្នឹងបាទអញ្ចឹងមែនយូឥឡូវគាត់ក៏ប្រើយុទ្ធសាស្ត្រដែរមានថាបើប៉ះជាមួយក្រុមហ្នឹងនៅ Premier League ដូចគ្នាហ្នឹងព្រោះក្រុម Premier League គឺដឹងតែប៉ះគ្នារាល់ឆ្នាំហើយបាទអញ្ចឹងបើប៉ះជាមួយក្រុមហ្នឹងកីឡាករហ្នឹងនៅពេលដែលជួបមែនយូគឺដឹងតែធ្វើបានល្អកឡុកអញ្ចឹងគាត់ចាប់ដល់ដកអ្នកហ្នឹងយកមកហ្មងបាទទិញយកមកហ្មងគឺនេះជាយុទ្ធសាស្ត្រមួយអាចថាយុទ្ធសាស្ត្រមួយបាទទី1គឺយកមកពង្រឹងក្រុមទី2គឺបំបាក់អាភាពខ្លាំងអាកន្លែងតំបន់ខ្លាំងរបស់ក្រុមនឹងចោលហ្មងបាទអាហ្នឹងអាចថាវាយុទ្ធសាស្ត្រមួយយ៉ាងរបស់មែនយូដែរបាទគាត់ធ្វើត្រូវល្អព្រោះថាកីឡាករម្នាក់ហ្នឹងត្រូវដែលលេចធ្លោហ្នឹងគឺក្លឹបហ្នឹងត្រូវបំពាក់អំពតយុទ្ធសាស្ត្រហ្នឹងហើយស៊ីជំរឿដល់គាត់ហើយអញ្ចឹងការលេងបែបម៉េចអាខារប័ណ្ណបញ្ជាផ្ទៃក្នុងនៅក្នុងក្លឹបហ្នឹងគឺគាត់ដឹងច្បាស់បាទអញ្ចឹងដកមកមួយស្មើនឹងដឹងយុទ្ធសាស្ត្រក្រុមហ្នឹងឥឡូវយើងគិតមកផ្លូវទៀតឧទាហរណ៍ថាបើសិនជាកីឡាករម្នាក់ហ្នឹងនៅក្លឹបហ្នឹងល្អមកមែនយូលេងមកមែនយូលេងគាត់អត់សូវបានល្អដូចក្លឹបចាស់ហ្នឹងក៏ដោយយ៉ាងហោចណាស់ក៏គាត់បានកាត់អាភាពខ្លាំងរបស់ក្លឹបមួយដែលក្លឹបដើមមកគាត់នឹងចេញដែរបាទហ្នឹងជាយុទ្ធសាស្ត្រមួយរបស់មែនយូដែរបច្ចុប្បន្នគឺថាអាហ្នឹងជាហេតុផលដែលមែនយូអាចថាផ្ដោតទៅលើកីឡាករដែលនៅក្នុងលីកបាទច្រើនជាងកីឡាករការយល់ឃើញហ្នឹងគឺគ្រប់គ្រងព្រោះថានេះជាយុទ្ធសាស្ត្រធ្វើស្អីក៏ដោយការប្រកួតតែមានយុទ្ធសាស្ត្របាទយុទ្ធសាស្ត្រផែនការផ្សេងហ្នឹងគឺអាហ្នឹងមិនខុសអីពីនៅអាល្លឺម៉ង់នៅអាល្លឺម៉ង់មានតែក្លឹបពីរប្រជែងគ្នាគឺបាយ៉ាម៉ានិចជាមួយដតម៉ាន់នៅពេលដែលដតម៉ាន់មានកីឡាករល្អគឺបាយ៉ាម៉ានិចញាក់ទៅទិញហ្មងតម្លៃម៉ានក៏បាយ៉ាម៉ានិចទិញដែរមានថាទៅទិញអាក្រុមគូប្រជែងនេះគឺទិញបំបាក់កុំឲ្យខ្លាំងហ្មងបាទអាហ្នឹងចំណុចកន្លែងហ្នឹងវាមួយយ៉ាងហ្នឹងនេះអត់ចាប់អារម្មណ៍ស្មានតែចាប់បានទៅលេងធម្មតាហ្នឹងហើយមានណាទិញគេហៅថាទិញប្រព័ន្ធគ្រប់គ្រងទិញនិយាយទៅទិញកុំឲ្យប្រជែងគ្នាពៀនគ្នាបានអ្នកខ្លាំងចេញអានេះគ្រាន់ជាការយល់ឃើញអរគុណបងប្អូនអញ្ចឹងយើងសល់មួយវគ្គទៀតវគ្គក្រោយយើងជជែកតាក់ទងជាមួយនឹងគុណខ្មែរបាទអញ្ចឹងកណ្ដាប់នេះពីកម្មវិធីសុំសម្រាប់បន្តិចសិន